1.2 អ៊ីត្រូកាប៊ូផលិតកម្មប្រេងត្រូវបានកាត់បន្ថយជាលំដាប់នាប្រមាណឆ្នាំចុងក្រោយនេះ460លានតោននៅឆ្នាំ1987 420លានតោននៅឆ្នាំ1991 360លានតោននៅឆ្នាំ2002 350.5លានតោននៅឆ្នាំ2003ពួករៀមច្បងគឺក្រុមហ៊ុនប្រេងធំៗដូចជា Exxon, Mobil, Texas, Sokol, Coal ជាអ្នកគ្រប់គ្រងទីផ្សារសហរដ្ឋជាពិសេសតាមការធ្វើអាជីវកម្មប្រេងនៅឯបរទេសនៅលើទឹកដីជាតិប្រេងកាតត្រូវបានទាញយកជាចំណែកដោយក្រុមហ៊ុនឯករាជ្យតូចៗក្រុមហ៊ុនប្រមាណជា7000មានអណ្ដូងប្រេងតែ2ឬ3ប៉ុណ្ណោះអណ្ដូងប្រេងសំខាន់ៗមាននៅតំបន់ឈូងមីស៊ិកភាគកណ្ដាលប្រទេសកាលីហ្វ័រញ៉ូនិងអាឡាស្កាផលិតកម្មឧស្ម័នធម្មជាតិពិសេសនៅក្នុងរដ្ឋ Texas និង Louisiana ដែលរ៉ាប់រងបានចំនួន2/3នៃផលិតកម្មដែលថយចុះចាប់ពីបណ្ដាឆ្នាំ1970មកទោះបីជាអាជីវកម្មប្រព្រឹត្តទៅលើអណ្ដូងរ៉ែកាន់តែជ្រៅទៅក៏ដោយការបំបែកកន្លែងផលិតកម្មនិងកន្លែងប្រើប្រាស់តម្រូវឲ្យមានការស្ថាបនាបណ្ដាញបំពង់បង្ហូរប្រេងនិងឧស្ម័នយ៉ាងញឹកបំផុតក្នុងពិភពលោក1300គីឡូម៉ែត្រសម្រាប់បំពង់បង្ហូរប្រេងកាតតាមអាឡាស្ការោងចក្រចម្រាញ់ប្រេងកាតធំៗច្រើនស្ថិតនៅជិតតំបន់ជីកោះនៅក្នុងតំបន់ប្រើប្រាស់ច្រើននៃភាគឦសាននិងក្បែរបំពង់ផែដែលជាកន្លែងនាំចូលប្រេងកាត 1.3 ធ្យូងថ្មកង្វះប្រេងកាតនាំឲ្យធ្យូងថ្មមានអនាគតល្អព្រោះធ្យូងថ្មមានកំហាប់ធំជាងតំបន់អ៊ីត្រូកាប៊ូការធ្វើឲ្យមានសន្ទុះជាថ្មីក្នុងការទាញយកធ្យូងថ្មនាំឲ្យផលិតកម្មរំកិលឆ្ពោះទៅរកភាគខាងលិចនៅក្នុងអាងអាប៉ាឡាស់ដែលបានផ្ដល់ចំនួន 2/5 នៃផលិតកម្មជាតិនៅឡើយមជ្ឈមណ្ឌលសកម្មភាពជីកកត្រូវបានផ្លាស់ទៅទីតាំងរដ្ឋ Kentucky រដ្ឋធ្យូងថ្មលេខ2កំណត់ធ្យូងធំបំផុតមាននៅតំបន់ទំនាបកណ្ដាលរដ្ឋ Illinois និងនៅតំបន់ភ្នំថ្មដែលមាន Wyoming ជារដ្ឋធ្យូងថ្មលេខ1នៅក្នុងអាងមួយចំនួនការទាញយករ៉ែធ្យូងកណ្ដាលវាលបានធ្វើឲ្យតម្លៃធ្យូងថយចុះតែបញ្ហាដឹកជញ្ជូនបានចោទឡើងធ្យូងថ្មពីរដ្ឋ Wyoming ត្រូវបានដឹកតាមរថភ្លើងធំឬតាមបំពង់បង្ហូរធ្យូងមួយភាគនៃផលិតកម្មអាចនាំចេញដោយតម្លៃថោកឆ្ពោះទៅប្រទេសកាណាដាជប៉ុននិងអ៊ីតាលី